បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាសាជាថ្មីទាក់ទងជាមួយនឹងបាទជើងជាអ្នកតម្រួតបាទយើងបានរៀនកន្លងមកទាក់ទងជាមួយនឹងស្រៈតូលស្រៈផ្សំបាទជាមួយនឹងជើងជាអ្នកបាទជើងជាអ្នកតូលអញ្ចឹងយើងបានបញ្ចប់ដែរជាថ្ងៃនេះយើងធ្វើការរៀនបន្តទៀតទាក់ទងជាមួយនឹងជើងជាអ្នកតម្រួតអញ្ចឹងជើងជាអ្នកតូលរបស់យើងគឺយើងមានប្រមាណមាន14ជើងជាអ្នកតម្រួតរបស់យើងគឺយើងមាន5បាទអញ្ចឹងយើងមាន5អញ្ចឹងកុំឲ្យខាត់ពេលយើងទៅសិក្សាទាំងអស់គ្នាថាតើបាទជើងជាអ្នកតម្រួតហ្នឹងការប្រើរបស់ពីអ្នកតម្រួតហ្នឹងវាបែបណាបាទតោះយើងទៅមើលទាំងអស់គ្នាទី1គេឲ្យឈ្មោះថាសង្ឃីយកបាទសង្ឃីយកអញ្ចឹងសង្ឃីយកអញ្ចឹងគេយកសំឡេងគីជាងវាស្មើនឹងគីណាបើសង្ឃីយកគឺយកគីបាទតមកទៀតបាទអានេះគឺសង្ឃីវិតបាទសង្ឃីវិតអញ្ចឹងប្រសិនជាធីវិតទេយើងអានបាទធីវិតតែនៅពេលដែលវា2មាន2បែបនេះគឺយើងអានថាសង្ឃីវិតអញ្ចឹងមើលខ្ញុំដាក់អក្សរខ្មែរចាំស្ដាប់គ្រូអានអញ្ចឹងអ្នកនរគ្នាត្រូវចាំស្ដាប់ខ្ញុំអានថាតើសំឡេងមិនបាទសង្ឃីវិតបាទចឹងសង្ឃីវិតយកសំឡេងទីណាបាទចឹងយកសំឡេងមកប្រកបយកសំឡេងទីតមកទៀតសង្ភីបបាទចឹងបើសិនជាវាមួយយើងអានសំឡេងគេអានសំឡេងភីចឹងហ៎អានសំឡេងភីបាទសង្ភីបបាទចឹងចាំស្ដាប់គ្រូអានចឹងអ្នកនរគ្នាចាំស្ដាប់ខ្ញុំអានចឹងអានថាសង្ភីបបាទដោយសារតែវាអត់មានអក្សរខ្មែរសរសេរត្រូវបាទភីយើងគិតបាទភីអក្សរខ្មែរយើងសរសេរភីទៅអត់មានសំឡេងភីទេណាបាទអញ្ចឹងដូចខ្ញុំតែនិយាយថាគ្រូសាលាគេផ្សេងមួយចំនួនគេបាទគេសរសេរ B បាទតែខ្ញុំរៀនវិទ្យាក្រេគឺអត់មាន B ទេគឺសំឡេង P ណាទីនេះគឺអានថាសង្ភីបបាទអញ្ចឹងវាស្មើនឹង2នៅពេលដែលយើងយកមកប្រើណាតទៅទៀតនេះសង្សៀតបាទសង្សៀតអានេះឲ្យគាត់តកោសាំងណាបាទតទៅទៀតសង្សៀតយកសំឡេង C សង្ជាតិបាទសង្ជាតិយកសំឡេង G បាទអញ្ចឹងយើងទៅលេខមកមើលការប្រើអស់គ្នាអញ្ចឹងយើងមើលថាសង្ឃីយកសំឡេងគេសង្ឃីយកសំឡេងគីអញ្ចឹងហ៎បាទយកសំឡេងគីអញ្ចឹងយើងមើលស្រៈអីគេនេះស្រៈអូគីអូគូដាក់អីគេគូដាក់លោគុយអញ្ចឹងហ៎បាទអញ្ចឹងយើងនេះរីអ៊ឺជាជើងអញ្ចឹងហ៎បើរីអ៊ឺជាជើងយើងជិះជាងគេជាងចុងក្រោយរបស់រីអ៊ឺចាប់តែអក្សរគេបញ្ចប់ដោយអក្សរលបាទអញ្ចឹងគីអូគូលោគុយគូប្រែថាទឹកខ្មុំអូខេបន្តទៀតបាទចឹងសង្ឃីវិតយកសំឡេងគេយកសំឡេងទីបាទយើងមើលទីអាតាដាក់លោតាល់បាទតាលោតាល់ប្រែថាកូនស្រីចឹងសំឡេងនេះយើងសំឡេងទីណាសង្ឃីវិតយកសំឡេងទីបាទតាល់ប្រែថាកូនស្រីបាទចឹងតែពេលសង្ឃីអឹបយកសំឡេងគេយកសំឡេង2បាទទីអាប៉ាប៉ាប៉ាំងប៉ាំងប្រែថានំប៉័ងអូខេបន្តទៀតសាងសៀតយកសំឡេងគេយកសំឡេង C នេះ C យកសំឡេង C បាទ C អាសាបាទនេះអានថាសាដាបាទអានថាសាដាអត់អានសាថៃណាអានថាសាដាបាទសាដាបាទអូខេដល់ពេលនេះសាងជីអ៊ិតយកសំឡេង G បាទ G អាចាដាបាទចាដាប្រែតែប្រៃអូខេចាំអ្នកអរគុណអានតាមខ្ញុំបន្តទៀតមកសង្ឃីយកសង្ឃីវិតសង្ភីអ៊ឹបសង្សៀតសង្ជាតិបាទណាចឹងនៅក្នុងការយកមកប្រើសង្ឃីយកសំឡេងគីសង្ឃីវិតយកសំឡេងទីសង្ឃីអ៊ឹបយកសំឡេង2សង្សៀតយកសំឡេង C សង្ជាតិយកសំឡេង G បាទចឹង G អាចាបាទគីអូគូលោគុលឃើញទេទៅសង្ឃីវិតទីអាតាលោតាល់
នៅពេលសាំង P យកសំឡេង2 2 ប៉ាមកប៉ាំងសាំង C យកសំឡេង C សានេះអានថាសាដាបាទសាំង G យកសំឡេង G អានថា G ចាដាណាអូខេបាទអញ្ចឹងគឺយើងមានតែប៉ុណ្្នឹងទេបាទតកតងជាមួយនឹងជិញជំនះបាទតម្រួតណាតកតងជិញអ្នកតម្រួតបាទចឹងយើងនឹងធ្វើការបាទយើងនឹងធ្វើការរៀនបន្តទៀតបាទជាមួយនឹងបាទជើងឲ្យស្គាល់ថា patching